យូរមកហើយនៅស្រុកណាសារ៉េតមានស្ត្រីវ័យក្មេងម្នាក់ឈ្មោះម៉ារីដែលស្រឡាញ់ព្រះយ៉ាងខ្លាំងថ្ងៃមួយព្រះបានបញ្ជូនទេវតាកាព្រីយ៉ែលមកជួបនាងម៉ារីកុំខ្លាចអីព្រះបានជ្រើសរើសអ្នកនឹងសម្រាលកូនប្រុសម្នាក់ហើយត្រូវថ្វាយព្រះនាមថាយេស៊ូវព្រះអង្គគឺជាព្រះរាជបុត្រាហើយទ្រង់នឹងសង្គ្រោះពិភពលោកសូមឲ្យគ្រប់យ៉ាងបានសម្រេចតាមព្រះហឫទ័យរបស់ព្រះចោះនៅពេលនោះអធិរាជបានបង្គាប់ឲ្យមនុស្សគ្រប់គ្នាត្រឡប់ទៅទីកំណើតរបស់ខ្លួនដើម្បីចុះឈ្មោះដូច្នេះយូសែបនិងម៉ារីចាប់ផ្ដើមធ្វើដំណើរឆ្ងាយពីណាសារ៉េតទៅបេតលេហឹមម៉ារីកំពុងមានផ្ទៃពោះព្រះយេស៊ូវដូច្នេះដំណើរនោះពិបាកណាស់ប៉ុន្តែយូសែបថែរក្សានិងការពារម៉ារីបានយ៉ាងល្អប្រសើរព្រះគង់ក្នុងដំណើរជាមួយពួកគេពេលពួកគេមកដល់បេតលេហឹមមានមនុស្សជាច្រើនមានបន្ទប់ទេសំទោសបន្ទប់ពេញហើយម៉ារីចិត្តសម្រាប់បុត្រហើយបន្ទប់គ្មានទេតែអ្នកអាចស្នាក់នៅកន្លែងចិញ្ចឹមសត្វខាងក្រោយបានយប់នោះស្ងប់ស្ងាត់ណាស់នៅកន្លែងចិញ្ចឹមសត្វទីរក់ព្រះយេស៊ូវព្រះអង្គដែលមកសង្គ្រោះពិភពលោកបានប្រសូតហើយកាយធំមួយភ្លឺខ្លាំងនៅលើមេឃដូចជាប្រាប់ថាព្រះអង្គសង្គ្រោះបានកើតហើយអ្នកគង្វាលជាមកំពុងរងចាំយប់នោះក្នុងវាលរំពេចនោះមេឃភ្លឺដូចជាពេលថ្ងៃរះហើយទេវតារបស់ព្រះបានបង្ហាញខ្លួនកុំភ័យខ្លាចអីនេះជាដំណឹងដ៏រីករាយសម្រាប់មនុស្សគ្រប់គ្នាថ្ងៃនេះនៅបេតលេហឹមព្រះអង្គសង្គ្រោះព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានកើតហើយថ្វាយសិរីល្អដល់ព្រះដ៏ខ្ពស់អស្ចារ្យសន្តិភាពដល់មនុស្សដែលព្រះស្រឡាញ់នៅលើផែនដីបន្ទាប់ពីទេវតាចេញទៅអ្នកគង្វាលជាមនិយាយគ្នាតោះទៅបេតលេហឹមហើយមើលអ្វីដែលព្រះជាម្ចាស់បានប្រាប់ដល់យើងពួកគេចាប់ផ្ដើមរត់ហើយឃើញទីរូបព្រះយេស៊ូវផ្ទុំនៅក្នុងស្តុកសត្វពួកគេលុតជង្គង់ចុះថ្វាយបង្គំនិងថ្វាយសិរីល្អដល់ព្រះជាម្ចាស់បន្ទាប់មកពួកគេត្រឡប់ទៅវិញដោយប្រាប់អ្នកផ្សេងអំពីអ្វីដែលពួកគេបានឃើញនិងបានស្ដាប់ដួងចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្តីអំណរនិងការអរគុណនៅប្រទេសឆ្ងាយនៃភាគខាងកើតពួកអ្នកប្រាជ្ញដែលបានសិក្សាអំពីព្រះច័ន្ទនិងផ្កាយបានឃើញផ្កាយធំមួយលេចចេញស្ដេចបានប្រសូតហើយតោះយើងដើរតាមផ្កាយទៅថ្វាយបង្គំព្រះអង្គបន្ទាប់ពីដំណើរយូរណាស់ពួកគេមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅពួកគេលុតជង្គង់ថ្វាយបង្គំនិងថ្វាយដង្វាយដ៏ថ្លៃថ្លាមាសគ្រឿងក្រអូបនិងប្រេងជ័រល្វាលទេសដួងចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្តីអំណរព្រោះពួកគេបានជួបទារកព្រះយេស៊ូវសិរីល្អដល់ព្រះដ៏ខ្ពស់អស្ចារ្យសន្តិភាពដល់មនុស្សដែលព្រះស្រឡាញ់នៅលើផែនដី